បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនៅបុកកាសែតបាទខ្ញុំមានអត្ថបទថ្មីមួយដែលជាកាសែត CNN គឺជាព័ត៌មានថ្មីព័ត៌មានក្តៅៗដែលកើតឡើងកាលពីព្រឹកមិញហ្នឹងចំណងជើងគេដាក់ថា Trump condemns North Korea long range missile launch មានថាលោក Donald Trump បានថ្កោលទោស condemn បាទថ្កោលទោសកូរ៉េខាងជើងតាក់ទងអំពីការបាញ់មីស៊ីលដែលមានចម្ងាយវែងបាទចម្ងាយឆ្ងាយ long range មានតែដែលមានចម្ងាយឆ្ងាយ missile launch មានថាការបាញ់មីស៊ីលយ៉ាឥឡូវយើងចាប់ផ្ដើមអានបងប្អូនគ្នា President Donald Trump condemned North Korea's launch of an intercontinental ballistic missile on Friday យើងប្រែថាលោក Donald Trump អូខេប្រធានាធិបតី Donald Trump បានថ្កោលទោសការបាញ់មីស៊ីលគេការបាញ់មីស៊ីលឆ្លងអន្តរទ្វីបរបស់កូរ៉េកាលពីថ្ងៃសុក្រអូខេកាលពីម្សិលមិញហ្នឹងម្ដងទៀតលោកប្រធានាធិបតី Donald Trump បានថ្កោលទោសទៅលើការបាញ់មីស៊ីលឆ្លងអន្តរទ្វីបរបស់កូរ៉េខាងជើងកាលពីថ្ងៃសុក្រអូខេអាពាក្យថានេះ intercontinental ballistic missile មានថាការបាញ់មីស៊ីលឆ្លងអន្តរទ្វីបអូខេ Straining the world these weapons and test further isolate North Korea weaken its economy and deprive its people Trump said in a written statement the United States will take all necessary steps to ensure the security of the American homeland and protect our allies in the region គេយើងប្រែពីនេះទៅក៏បានដែរនេះលោកប្រធានាធិបតី Donald Trump បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងជាសំណេរមួយថាការគំរាមកំហែងទៅនឹងពិភពលោកនេះអាវុធទាំងនេះហើយនឹងការធ្វើតេស្តអូខេការសាកល្បងនឹងផ្ដាច់នៅទំនាក់ទំនងកូរ៉េ North Korea បន្ថែមទៀតតែធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែចុះខ្សោយ weaken its economy នោះដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែចុះខ្សោយហើយនឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រមានថាបង្អាក់deprive តែបង្អាក់ប្រជាពលរដ្ឋខ្លួនឯងបាទមកបែរក្រមវិញ The United States will take all សហរដ្ឋអាមេរិកនឹងចាត់វិធានការអូខេនឹងចាត់វិធានការ take step ថានឹងចាត់វិធានការជាចាំបាច់បាទជាចាំបាច់ដើម្បីធានាអូខេ ensure បែបធានានេះ ensure នឹងបែបថាធានាដើម្បីធានាឲ្យមានសន្តិសុខអូខេដល់មាតុភូមិអាមេរិក American homeland ដល់មាតុភូមិអាមេរិកហើយនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់នោះ ally បែបសម្ព័ន្ធមិត្ត ally សម្ព័ន្ធមិត្ត The United States detected an intercontinental ballistic missile launch out of North Korea at approximately 10:45 a.m. on Friday. The Pentagon confirmed to CNN Pyongyang's second such test this month. គេយើងប្រែពីនេះពីក្រមបាទPentagon បានបញ្ជាក់ឲ្យ CNN ដឹងពីគេในការធ្វើតេស្តជាលើកទី2របស់ព្យុងយ៉ាងកាលពីខែនេះថាសហរដ្ឋអាមេរិកបានដឹងបានស៊ើបដឹង detect បានស៊ើបដឹងនៅការបាញ់មីស៊ីលឆ្លងអន្តរទ្វីបចេញពីអូខេ North Korea ចេញពីប្រទេសកូរ៉េនៅប្រហែលជាម៉ោង 10:45 នាទីថ្ងៃសុក្របាទ approximately បែរថាប្រហែល
approximately ហ្នឹងប្រហែលស្មើពី around ស្មើពី about ដែរបាទ The missile was launched from អូខេតាមពិតនេះភ្ជុំយ៉ាងយល់ណាមកភ្ជុំ yeah ភ្ជុំនេះ yeah ភ្ជុំនេះ and travel about 1000 kilometer before splashing down in the waters of the Japanese coast. According to the Pentagon, which is working with interagency partners on a more detailed assessment. ប្រាក្រោមយោងទៅលើយោងទៅលើ Pentagon ដែលកំពុងតែធ្វើការជាមួយនឹងដៃគូភ្នាក់ងារអន្តរជាតិអន្តរភ្នាក់ងារ yes ច្រឡំអន្តរភ្នាក់ងារស្ដីអំពីការវិយតម្លៃជាពិស្ដារបន្ថែមទៀតនោះ The missile was launched គេយកទៅលើ missile ត្រូវបានគេបំផ្ទុះបាទឬក៏ត្រូវបានគេបាញ់ sorry ត្រូវបានគេបាញ់ពីព្យុងនេះហើយធ្វើដំណើរពីប្រហែលជា 1000 គីឡូម៉ែត្រពីការបំផ្ទុះនៅក្នុងសមុទ្របាទនៅក្នុងទឹកអូខេចេញពីឆ្នេរអូខេចេញពីឆ្នេរសមុទ្រជប៉ុនបាទ Koch ឆ្នេរThe North American Aerospace Defense Command determined the missile launched from North Korea did not pose a threat to North Korea. តែដើម្បីបញ្ជាការការពារបញ្ជាការការពារដែនអាកាស Aerospace តែដែនអាកាសអាមេរិកខាងជើងគេយើងហៅកាត់ថា NORAD នេះបានកំណត់ដឹងថាការបំផ្ទុះឬការបាញ់មីស៊ីលពីកូរ៉េខាងជើងមិនបង្កដល់ការគម្រាមកំហែង pose a threat នោះថាមិនបង្កដល់ការគម្រាមកំហែងដល់កូរ៉េដល់អាមេរិកខាងជើងទេ Our commitment to the defense of our allies including the Republic of Korea and Japan in the face of this threat remain ironclad. We remain prepared to defend ourselves and our allies from any attack or provocation, a statement from the Pentagon said. សេចក្តីថ្លែងមួយចេញពី Pentagon បានថាគេបានមានប្រសាសន៍ឬក៏បាននិយាយថាការតាំងចិត្តការបដិញ្ញាចិត្តរបស់យើងចំពោះគេ commitment នោះបែរថាការបដិញ្ញាចិត្តរបស់យើងចំពោះការការពារដល់សម្ព័ន្ធមិត្តគេ defense of our allies ហ្នឹងគឺការការពារសម្ព័ន្ធមិត្តរបស់យើងរួមមានសាធារណរដ្ឋកូរ៉េនិងជប៉ុនដែលកំពុងតែប្រឈមទៅនឹងការគម្រាមកំហែងនេះ in the face of this threat ដែលកំពុងតែប្រឈមទៅនឹងបញ្ហានេះនៅតែអាចការពារបាន yes ironclad នោះតែអាចការពារបាន we remain prepared យើងនៅតែគេ remain បែរនៅតែយើងនៅតែរៀបចំការពារខ្លួនយើងហើយនឹងសម្ព័ន្ធមិត្តរបស់យើងពីការវាយប្រហារណាមួយឬក៏ការបង្កហេតុណាមួយ provocation នឹងការបង្កហេតុ Japanese Prime Minister Shinzo Abe បាទ told Japanese broadcaster NHK លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់ទូរទស្សន៍ជប៉ុនឈ្មោះគេនេះ NHK ថាខ្ញុំបានទទួល I have received the first report ខ្ញុំបានទទួលរបាយការណ៍ដំបូងមកថា North Korea again announced កូរ៉េខាងជើងជាថ្មីម្ដងទៀតបាន launch a missile បានបាញ់ missile មួយហើយនឹង
and it possibly landed inside the inclusive economic zone ហើយវាអាចនឹងចោះចតដូចគេធ្លាក់ក៏បានដែរធ្លាក់ចូលទៅក្នុងតំបន់ឯគេ zone នោះបែរតំបន់បាទ zone នេះយើងប្រែថាតំបន់សេដ្ឋកិច្ចដ៏គួរឲ្យព្រួយបារម្ភដែលគួរឲ្យព្រួយបារម្ភបាទ inclusive exclusive បែរថាដែលគួរឲ្យព្រួយបារម្ភ land inside បែរធ្លាក់ចូលបាទធ្លាក់ចូលបាទនេះគឺជាផែនទីexclusive economic zone ជាតំបន់សេដ្ឋកិច្ចដែលគួរព្រួយបារម្ភដែលលោកស៊ិនស៊ូអាបេគាត់និយាយមិញហ្នឹងហើយនេះគឺជា North Korea yes ហើយ South Korea ហើយជប៉ុនហើយ China បាទ Japan Chief Cabinet Secretary Yoshihide Suga បាទឈ្មោះគាត់ហ្នឹង Yuga Suga ហ្នឹងជាលេខាបាទលេខាខុទ្ទកាល័យបាទលេខាធិការខុទ្ទកាល័យជប៉ុនបានមានប្រសាសន៍ថាមីស៊ីលដែលត្រូវបានគេបាញ់ yes ឡោញដែលត្រូវបានគេបាញ់ដោយកូរ៉េយើងអាចនឹងធ្វើដំណើរប្រហែលជា45នាទីអូខេ Yuga បានប្រាប់អ្នករាយការណ៍ថាគ្មានការខូចខាតណាមួយចំពោះគេនាវាទេឬក៏ aircraft យន្តហោះចម្បាំងទេ South Korea Joint Chiefs of Staff said ប្រមុខមន្ត្រីរួមបាទថាមេបញ្ជាការរួមកូរ៉េខាងត្បូងបានមានប្រសាសន៍ថាពួកគេវាយតម្លៃថាឬក៏ប៉ាន់ស្មានថាការបាញ់មីស៊ីលឆ្លងអន្តរជាតិ the intercontinental ballistic missile ការបាញ់មីស៊ីលឆ្លងអន្តរជាតិនេះគឺជាគេ is more advanced គឺទំនើបជាងបាញ់មីស៊ីលមុនណាបាទចង់និយាយអញ្ចឹងថាគឺទំនើបជាងការបាញ់មីស៊ីលពីមុនកាលពីខែមុនឥឡូវម្ដងទៀតគឺទំនើបជាងឬក៏ទាន់សម័យជាងមីស៊ីលដែលបានបាញ់កាលពីខែមុនដោយយោងទៅលើចម្ងាយដោយអាស្រ័យទៅលើចម្ងាយ the range vàចម្ងាយដែលវាធ្វើដំណើរអូខេព័ត៌មានចុងក្រោយឥឡូវអត្ថបទចុងparagraph ចុងក្រោយ the altitude is about 3,700 kilometer and the flying distance is about 1,000 kilometer. It estimated that it was a more advanced type of ICBM compared to the previous one based on the rank. A statement to CNN said អូខេសេចក្តីថ្លែងការណ៍មួយឲ្យ CNN បានមានប្រសាសន៍ថា the altitude គឺថាអូខេកម្ពស់ altitude នេះគឺកម្ពស់ប្រហែលជា 3,700 គីឡូម៉ែត្រហើយនឹងចម្ងាយហោះហើរគឺប្រហែលជា 1,000 គីឡូម៉ែត្រវាត្រូវបានគេវាតម្លៃថាវាគឺជាប្រភេទនៃ ICBM ដ៏ទំនើបជាងមុនបើប្រៀបធៀបទៅនឹងមីស៊ីលកាលពីមុនដោយយោងទៅលើចម្ងាយអូខេបកហ្នឹងចប់ហើយដោយសារតែខ្ញុំបញ្ញាប់បន្តិចបាទពីព្រោះអត្ថបទវាវែងបាទសូមជម្រាបលា